វាថេជ្រក់ប្រទេសហើយនឹងត្រាប់ពុតញងទុកហូបជាមួយសាច់ត្រីអីបានតាមចំណូលចិត្តជ្រក់របៀបនេះវាស្រួយឆ្ងាញ់អូខេដាក់ទឹកពុះហើយដាក់អំបិលចូលប្រើអំបិលតែមកវែកនេះវែកស្លវែកតូចដែរគោលាយហើយចាប់ដាក់ទឹកខ្មេះខ្ញុំប្រើទឹកខ្មេះមកជូរទឹកខ្មេះដាក់ពីរវែកនោះទឹកខ្មេះទឹកត្នោតយកទឹកត្នោតជូរទៅទឹកខ្មេះឈ្ងុយមួយបែបហ្នឹងដាក់ទឹកខ្មេះក៏បានដែរតាមចំណូលចិត្តខ្ញុំដាក់ពីរវែកសម្លនេះព្រោះម្ទេសកន្លះគីឡូត្រប់4ខាំវិញស្មើនឹងជិត1គីឡូដែរទឹកខ្មេះចូលមិនបានថតដៃជារៀងចាក់កាចេះគួរវាពុះសិនពេលពុះយើងដាក់ត្រប់ឲ្យម្ទេសហ្នឹងត្រប់ម្ទេសយើងបេះឲ្យយើងលាងវាស្អាតម្ទេសកាត់ស្ដង់វាកុំផ្លេសវាលះហាប់ហុយអូខេដាក់ចូលហើយអញ្ចឹងយើងកូរវាមកពុះហើយយើងបិទពេលដែលកូរវាឲ្យវាពុះមកពុះសិនពុះហើយចាំទៀតបិទវាបន្តការកូររហូតដល់វាត្រជាក់យើងបិទលើណាបន្តការកូរឲ្យត្រជាក់នឹងតបិទចាំវាពុះទៀតសិនថតកាត់ស្រាប់ខ្ញុំថែមស្ករសដាក់3 លឹកទៀតហើយប៊ីចេងមួយស្លាបព្រាបាយអានឹងពេលដួសហូបយើងបាច់លាទៀតស្រួលឆ្ងាញ់ដល់តាមទម្លាប់យើងទុកវាមួយថ្ងៃទៅច្រកកន្លទុកខាងក្រៅមួយថ្ងៃចាំយើងដាក់ផ្លាសេនឹងធុងទឹកកកនឹងយើងទុកបានយូរបានរាប់ខែដែរយើងបិទភ្លើងកូររហូតដល់វារាងត្រជាក់ចាំយកច្រកកន្លទុកមួយយប់ជាការស្រេចអរគុណជម្រាបលាពីភូមិភាគពេលយក